ប្រាប្រាសញ្ញាពាក់លើចុងកៅអៅត្រូវបែងចែកយ៉ាងដូចនេះសញ្ញាពាក់លើចុងកៅអៅយោងតាមមាត្រា20និងឧបសម្ព័ន្ធទី15នៃអនុក្រឹត្យលេខ177អនុក្របកចុះនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025ស្តីពីឯកសណ្ឋានសញ្ញាសម្គាល់និងទង់នគរបាលជាតិកម្ពុជាធ្វើពីលោហៈធាតុមានរាងមូលមានអង្កត់ផ្ចិត25មីលីម៉ែត្រមានរូបជើងពៀនត្រូវតម្កល់រដ្ឋធម្មនុញ្ញនៅខាងលើមានរូបប្រខ័ណ្ឌពីរខ្វែងគ្នាមានកម្រងគូស្រូវទាំងសងខាងដែលម្ខាងមានគ្រាប់ស្រូវចំនួន16គ្រាប់អមលំអជាស្នែងក្របីនិងមានទង់បំបែកចេញពីផ្កាដកច័ន្ទចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍និងនាយនគរបាលជាន់ខ្ពស់ត្រូវពាក់សញ្ញាចុងកៅអៅពណ៌មាសរីឯនាយនគរបាលនិងនាយនគរបាលរងត្រូវប្រើសញ្ញាពាក់លើចុងកៅអៅពណ៌ប្រាក់សញ្ញាពាក់លើចុងកៅអៅឬបងបង្ហាញថាស៊ីងគូស្រូវខាងប្អូនផលិតពីលោហៈធាតុល្អមិនងាយស្លេកស្លក់និងហើរពណ៌ក្រមមេស្អាតមិនងាយខូចច្រេះរូបរាងស្រាប់តាមអនុក្រឹត្យហើយផ្នែកខាងក្រៅ5ចូលកឹបជាប់មាំមានកម្រាស់ដល់ទៅ6លីសមស្របសម្រាប់ការប្រើប្រាស់លើឯកសណ្ឋានការងារសម្រាប់បងប្អូនធ្វើការចង់បានអាចតាក់ទងទិញតាមរយៈ Facebook Page ឬក៏ Telegram នៅលើវីដេអូនេះអរគុណ